ចង់ដឹងពីប្រវត្តិលោកតាដែលអភិវឌ្ឍខ្លួនចាប់តាំងពីអ្នកដែលធ្វើការកម្លាំងពលកម្មធម្មតារហូតដល់คล้ายទៅជាអ្នកធ្វើការនៅក្រុមហ៊ុនដោយវិធីណាជាការធម្មតាទេចៅនៅក្នុងឆាកជីវិតបើដូចតាតាំងពីជាមនុស្សរស់នៅដូចសត្វស្វានៅក្នុងព្រៃចាប់តាំងពីព្រំដែនកម្ពុជាថៃរហូតដល់ចូលមកនៅជាជនដែលខុសច្បាប់នៅស្រុកថៃអាចនិយាយថាជាមិនមែនជាពលករខុសច្បាប់ទេគឺជាពលកររត់លូនផងពិបាកជាងខុសច្បាប់ទៅទៀតគ្មានចម្រោកគ្មានអីហ្នឹងរហូតដល់មកដល់សហរដ្ឋអាមេរិកលាងចានជូតអិតលាងបង្គន់កើបសម្រាមជួយធ្វើម្ហូបក្នុងកន្លែងធ្វើម្ហូបរហូតដល់ធ្វើការនៅក្នុងរោងចក្ររហូតដល់ឡើងមកកាន់តំណែងធំដុំគ្រប់គ្រងអីសពគ្រប់ហ្នឹងគឺអ្វីដែលឆ្លងកាត់គឺជាមួយគឺជាជីវិតមួយគឺជាជីវិតរបស់យើងមួយគឺជាការតស៊ូដ៏លំបាកលំបិនរបស់យើងណាជាជីវិតជាការតស៊ូដ៏លំបាកលំបិនរបស់យើងហើយក៏មួយទៀតក៏យើងបានឆ្លងកាត់ការរៀនសូត្រហើយដោយសារការបានរៀនសូត្របន្ថែមនេះហើយទើបតាអាចនឹងកសាងជីវិតបានធូរធារជាងមុនហើយក៏ចេះតែរៀនសូត្របណ្ដាមិនឈប់ឈរលើជំនាញតូចធំទៅតាមលទ្ធភាពដែលសូម្បីតែឥឡូវហ្នឹងក៏នៅតែត្រូវដោះស្រាយក្នុងបញ្ហាជីវិតហ្នឹងក៏រៀនសូត្រថែមអញ្ចឹងវាវិធីគឺការតស៊ូការប្រឹងប្រែងរៀនការប្រឹងប្រែងចងក្រងពិសោធន៍យកធ្វើចំណេះដឹងនិងកែខ្លួនបន្តិចម្ដងមិនមែនមិនចេះខុសទេគឺយើងចេះខុសយើងកែខ្លួនបន្តិចម្ដងតែបើចៅនៅក្មេងត្រូវកែឲ្យលឿនពីព្រោះតាកែយឺតហើយសង្គ្រាមបានឆក់យកឱកាសនៅក្នុងឆាកជីវិតរបស់តាយកទៅអស់ច្រើនហើយនឹងកំហុសក្នុងឆាកជីវិតរបស់តាកំហុសគួបផ្សំនឹងសង្គ្រាមវាបាត់បង់ពេលវេលាក្នុងការកសាងខ្លួនដែលធ្វើឲ្យជោគជ័យក្នុងជីវិតនឹងបានតិចបើចៅចង់ឲ្យជោគជ័យនៅក្នុងជីវិតនឹងបានច្រើនវាទាល់តែប្រញាប់ធ្វើពីឥឡូវទៅដែលពិភពលោកវាប្រហែលជាមួយជុំ10ឆ្នាំវាតែងតែមានការលំបាកកើតឡើងអញ្ចឹងបញ្ញាល់ខំរៀនប៉ុណ្ណឹងបាទណាសួស្ដីណាលាវប៉ាងរ៉ាត់ពុទ្ធារៈបាបឺសួស្ដីបងជាងPK វិរៈជួយនិយាយពីប្រវត្តិក្រុមហ៊ុនអាកាសចរ Royal Air Cambodia ណាខ្ញុំមិនដឹងថាកើតពីឆ្នាំណាទេបាទខ្ញុំអត់ដឹងទេហើយខ្ញុំក៏មិនបានដឹងពីក្រុមហ៊ុនហ្នឹងទេអត់បានដឹងទេបាទពេលសម័យសាធារណរដ្ឋហ្នឹងខ្ញុំចាប់ផ្ដើមជិះយន្តហោះហ្នឹងណាចាប់ផ្ដើមជិះយន្តហោះហ្នឹងតែអត់បានដឹងរឿងយន្តហោះហ្នឹងទេការិយាល័យលក់សម្បត្តិយន្តហោះហ្នឹងនឹងផ្ទះខ្ញុំនៅបាត់ដំបងដើរដល់សំទោសបាត់ទ្វារបន្តិចឲ្យម៉ាស៊ីនវាលឺសូរបាទខ្ញុំអត់ដឹងរឿងក្រុមហ៊ុនយន្តហោះហ្នឹងទេណាហើយក៏មិនដឹងថាវាមានយន្តហោះប្រមាណអីប្រមាណទេគ្រាន់តែខ្ញុំចំណាំកាលខ្ញុំចាប់ផ្ដើមជិះយន្តហោះខ្មែរ Royal Air Cambodia ណាដែលយើងអត់ហៅយើងហៅកាត់ថាអាកាសចរកម្ពុជាគឺឬក៏ហៅ Air Cambodia ទេគ្រាន់តែដឹងថាពេលខ្ញុំជិះវាហ្នឹងគឺយន្តហោះក្រុមហ៊ុនអាកាសចរនៅក្នុងស្រុកដទៃគេប្រើយន្តហោះ DC របស់អាមេរិកដែលវាជាយន្តហោះសំណល់ពីសង្គ្រាមលោកទី2មកកង្ហាមួយខាងមួយតែ Royal Air Cambodia
ខ្ញុំជិះរាល់តដងកង្ហា2ទាំងសងខាងទាំងអស់4មានន័យថាធំហើយបើនិយាយពីឈឺត្រចៀកពេលវាឆ្វែលប្រងចោះចតយន្តហោះតូចឈឺត្រចៀកណាចាក់ត្រចៀកខ្លាំងតែ Royal Air Cambodia ហ្នឹងវាមិនសូវចាក់ត្រចៀកទេតែប៉ុណ្្នឹងឯងចងចាំតែប៉ុណ្្នឹងក្រៅពីហ្នឹងអត់ដឹងទេលោកតាថ្ងៃមុខកម្ពុជាអាចទៀមទាកម្ពុជាក្រោមគ្មានទេកូនទុកឲ្យបងប្អូនគឺអាចនិយាយត្រង់ថាអត់មាន0ឥឡូវมันបាច់និយាយពីទឹកដីដែលហៅថាកម្ពុជាក្រោមទេគ្រាន់តែទឹកដីដែលបាត់ថ្មីនេះក៏សឹងតែ0មិនងាយទេតែវារបូតបាត់ហើយគឺមិនងាយទេអញ្ចឹងឈប់គិតទៅទុកឲ្យបងប្អូនអ្នកស្រុកក្រោមលោកធ្វើការតស៊ូមតិក្នុងសិទ្ធិសេរីភាពជនជាតិដើមព្រោះសហព័ន្ធខ្មែរក្រោមមាននយោបាយតវ៉ាដើម្បីការទទួលស្គាល់នៅខ្មែរក្រោម Indigenous Rights ប្រែមកថាសិទ្ធិជនជាតិដើមដែលបានរស់នៅលើទឹកដីម្ដុំហ្នឹងមុនយួនមកដល់ហ្នឹងសហព័ន្ធខ្មែរក្រោមអីគាត់តស៊ូតវ៉ាធ្វើការរឿងហ្នឹងមិនមែនឯករាជ្យភាពមិនមែនទឹកដីទេរីឯខ្មែរយើងនៅកម្ពុជាគឺ0អត់មានទេគាត់ណាអត់មានទេខ្ញុំមិនហាមទេអ្នកណែគិតណាតែបើសួរខ្ញុំឆ្លើយត្រង់គឺ0សំបីតែទឹកដីដែលបានរបូតបាត់ទៅពីឆ្នាំ53មកដល់បច្ចុប្បន្ននេះក៏មិនងាយនឹងទៀមមកវិញមិនងាយខ្ញុំគ្រាន់តែប្រាប់ប៉ុណ្ណឹងណាតែបងប្អូនគិតយ៉ាងម៉េចក៏គិតទៅសួរខ្ញុំឆ្លើយអញ្ចឹងឃើញលោកតានិយាយពីការចុះបង្ក្រាប scam មានការគ្រប់គ្រងលោកតាច្រើនណាស់ក្នុងវីដេអូធឿនរតនអរគុណសូមនិយាយពីផលអាក្រក់នៃការបំផ្លាញឈើនៅកម្ពុជាការកាប់ព្រៃឈើគឺជាផលដែលខូចខាតបាត់ប្រាក់ចំណូលរបស់ជាតិអាហ្នឹងគឺផលអាក្រក់ចំពោះចំណូលរីឯការប៉ះពាល់ដល់បរិស្ថានអីនោះយើងដឹងខ្លះមិនដឹងខ្លះហ្នឹងគឺតកតងនឹងការកាប់ព្រៃឈើនៅពេលដែលយើងប្រើពាក្យថាបំផ្លាញអ្នកដែលកាប់ព្រៃឈើនោះមិនមែនបំផ្លាញទេអ្នកដែលកាប់ព្រៃឈើហ្នឹងបានចំណូលសួស្តីសម្បត្តិលោកតាខ្ញុំចង់រៀនទាហានកងទ័ពជើងគោកនៅប្រទេសចិនល្អប៉ុន្តែកុំគ្រាន់តែចង់ត្រូវទៅរៀនណាកូនណាបើគ្រាន់តែចង់អត់ប្រយោជន៍ទេបាទរឿងទៅរៀនទាហាននៅក្រៅប្រទេសចូលធ្វើទាហានប្រឹងប្រែងប្រឡងយកអាហារូបករណ៍ទៅរៀនណាកូនណាសម្បត្តិសួរថាតើខ្មែរយើងនៅមានវិធីណាដែលអាចយកទឹកដីដែលខ្មែរយើងបាត់បង់វិធីមានតិចបំផុតប៉ុន្តែគ្រប់វិធីទាំងអស់គឺចាប់ផ្ដើមពីការពារណាគឺចាប់ផ្ដើមពីការពារទៅបានទៀមទាទៅបានមមួនណាសម្បត្តិសឿងលិនតើអត់ដឹងទេរឿងកីឡាកូនអត់ដឹងទេចៅ for real តើបានដឹងឬទេតើមានរឿងអ្វីកើតឡើងព្រោះអត់ដឹងទេកូនអត់ដឹងទេរឿងកីឡាតើអត់ដឹងទេឈឿងវីរតកោះត្រល់នៅក្នុងបូរណភាពទឹកដីមិនមែនដូចចៅគិតទេជើងកោះត្រល់វាបុកមកមុខកែបមែនតែគេកាត់យកទៅឲ្យយួនហើយគឺចប់អត់មានមកធ្វើស្អីបានទេបើយើងគិតពីឆ្នាំ39មកដល់ឆ្នាំ2026ណាឆ្នាំ2026ដល់1939 87ឆ្នាំគេកាត់យកទៅឲ្យដាក់នៅក្រោមរដ្ឋបាលរបស់កូសាំងស៊ីនដែលបច្ចុប្បន្នคล้ายទៅជាប្រទេសយួនទោះបីថាជើងកោះនឹងដុះជាប់ដីក៏ដោយវាអត់បានមកវិញទេតែរបូតបាត់ហើយគឺមិនងាយទេមិនបាច់
និយាយក្រវេក្រវោខ្សែក្រវ៉ាត់ទេមិនបាច់និយាយទេហើយណាមួយទៅបើយើងមិនចេះកសាងសេដ្ឋកិច្ចហើយយើងការពារទឹកដីដែលយើងមានទេតើយើងអាចទៅធ្វើម៉េចបានរបស់ដែលណាដែលវាកាត់វាបាត់ទៅរបស់ដែលគេកាត់ផ្ដាច់យកទៅវាអត់បានមកវិញទេកូនពីព្រោះអ្វីដែលបានមកវិញដូចចិនអញ្ចឹងណាចិនមកទៀមទាតវ៉ាអីហ្នឹងគេមានកម្លាំង3កម្លាំងទី1នយោបាយកម្លាំងទី2សេដ្ឋកិច្ចកម្លាំងទី3កងទ័ពបានគេធ្វើបានហើយចុះយើងមានកម្លាំងឯណាកូនហើយតូចណាអានោះមិនចឹងលោកតាតើប្រជាជនយើងអាចមានឱកាសចូល NASA បានទេប្រជាជននៅអាមេរិកធ្វើខ្មែរនៅអាមេរិកធ្វើការឲ្យអង្គការ NASA ហើយតែបើចៅឯងអត់រៀនហើយចង់ចូល NASA ក៏នៅតែចូលបានដែរគេឲ្យលៀងប្រគុណមានអ្នកគេឲ្យលៀងប្រគុណ NASA កើតសម្រាប់អីក៏មានដែរអាហ្នឹងបើអត់រៀនហើយបើរៀនមានហើយខ្មែរយើងជាអ្នកវិទ្យាសាស្ត្រនៅក្នុងអង្គការ NASA ណាកូនពូធ្លាប់ទៅលេងវត្តភ្នៅថែមដែរទៅចូលឆ្នាំទៅកឋិនដូចកឋិនទៅម្ដងណាលោកតាគិតយ៉ាងម៉េចរឿងលក់ត្រីត្រោតកុហកអ្នកទិញថាជាត្រី salmon តម្លៃខុសគ្នារសជាតិខុសគ្នាដែលឥឡូវប៉ូលីសចោះចាប់បានថាលក់រយៈពេល4ឆ្នាំកន្លះហើយរឿងហ្នឹងស្រាច់តែការកាត់សេចក្តីរបស់សមត្ថកិច្ចនៅស្រុកទេណាកូនត្រីត្រោតនិងត្រី salmon តម្លៃត្រោតរៀងទាបបន្តិចតែបើនិយាយអំពីយកមកធ្វើជាអាហារវាបើនិយាយពីជីវជាតិដូចជាវីតាមីនណាជីវជាតិវាស្តៀងគ្នាបើនិយាយពីរសជាតិវាទៅតាមចំណូលចិត្តមួយរៀងទន់ល្មើយមួយរៀងសាច់ហាប់បន្តិចតែប៉ុណ្ណឹងខ្ញុំញ៉ាំទាំងពីរទាំងត្រោតទាំង salmon ហើយព្រឹកមិញខ្ញុំនិយាយប្រាប់ហើយថាហាងអាហារជប៉ុននៅសហរដ្ឋអាមេរិកនេះ100មានតែមួយទេដែលសុទ្ធ99គឺដាក់ឈ្មោះអាហារជប៉ុនតែរៀបចំដោយមិនមែនជប៉ុនហើយនៅពេលដែលគេធ្វើអាហារជប៉ុនបើជា teriyaki maki ណាឬក៏ sushi ភាគច្រើនគេលាយត្រោតដោយអត់ប្រាប់យើងទេព្រោះវាថោកបន្តិចនៅក្នុង sashimi ទើបគេដាក់ salmon សុទ្ធហើយជួនកាលយើងទៅញ៉ាំអាហារជប៉ុនថ្ងៃត្រង់នៅអាមេរិកហាងច្រើនណាស់ដែលប្រើត្រោតហើយយើងអាចបើយើងចេះញ៉ាំអាហារហ្នឹងនៅពេលដែលយើងញ៉ាំ sushi គេហៅថាសាច់ត្រីឆៅអោបបាយណាកាលណាសាច់ salmon ណារៀងហាប់អានោះត្រោតទេកាលណាយើងចាប់សាច់នឹងមកវាដាក់ក្នុងមាត់ទន់ល្មើយរលាយនៅក្នុងមាត់មានអារម្មណ៍ខ្ទិះហើយរលាយដូចយើងបើយើងគិតជាអារម្មណ៍យើងដូចយើងដាក់ដៃលើសូត្រចឹងណានឹង salmon ក៏ប៉ុន្តែគេមានវិធីធ្វើមួយទៀតគេលាបប្រេងល្ងក៏មើលឃើញភ្លឺហើយអត់សូវឃើញហាប់ដូចត្រោតណាតែគេយកត្រោតមកធ្វើហាងអាហារជប៉ុននៅស្រុកអាមេរិក100បើហាងហ្នឹងជាអាហារជប៉ុនធម្មតាមិនមែនរៀបចំដោយជប៉ុនគេហៅថាអាហារធម្មតាទៅថ្នាក់កណ្ដាលភាគច្រើនលាយត្រោតនៅក្នុង sushi ចំណែកអាហារតែមួយទេក្នុង100នៅសហរដ្ឋអាមេរិកដែលលក់ gourmet Japanese food អាហ្នឹងគេប្រើ salmon ល្អណាអញ្ចឹងសូមឲ្យយល់រីឯដែលអ្នកលក់នៅស្រុកខ្មែរគេបន្លំណាកាលណាគេប្រាប់យើងថានឹង salmon អាហ្នឹងខុសពាក្យសម្ដីតើខុសពាក្យសម្ដីនេះវាខូចការលក់ដូររបស់គេឬយ៉ាងណាអាហ្នឹងវាខូចហើយព្រោះមនុស្សគេខឹងគេអត់ណាមនុស្សគេខឹងគេអត់ទិញអីចឹងណាតែបើនិយាយថាវាហួសពីការនិយាយកុហកហ្នឹងវាអស់ប៉ុណ្ណឹងណាវាអស់ត្រឹមតែថាគេភូតកុហកប៉ុណ្ណឹងបើច្បាប់វាមានទោសអាហ្នឹងទៅតាមច្បាប់តែបើយើងមិនចូលចិត្តយើងក៏ឈប់ទិញទៅហើយបើយើងទិញយកមកនៅសល់ទៅដូរគេវិញយកលុយអីចឹងទៅតែប៉ុណ្ណឹងនឹងរឿងត្រោតហើយនឹង salmon ហើយការវែកញែកថាវាពូជដូចគ្នាអីអាហ្នឹងរឿងផ្សេងទៀតណារឿងផ្សេងទៀតអូខេតែប៉ុណ្ណឹងទេប៉ុណ្ណឹងណាPK
ប្រសិនបើយើងចង់ចាប់ផ្ដើមរកស៊ីក្នុងវិស័យក្នុងវ័យសិក្សាតើយើងត្រូវធ្វើដូចម្ដេចចំពោះជំហានដំបូងនៅក្នុងពេលយើងសិក្សាដែលល្អឧទាហរណ៍ថាយើងចៅឯងចង់លក់គុយទាវនៅក្នុងវ័យសិក្សាត្រូវទៅរៀនបម្រើភ្ញៀវនៅកន្លែងគេលក់គុយទាវឬក៏រៀនឆុងគុយទាវបើចៅឯងចង់រៀនលក់ដូរទំនិញនៅក្នុងវ័យសិក្សាតលតែរកការងារធ្វើ part time ក្នុងលក់ដូរបើចង់លក់នៅក្នុងផ្សារម៉ាតតលតែរកការងារធ្វើបើចង់លក់ដូរឬក៏ធ្វើការនៅក្នុងការបម្រើសេវាកម្មទេសចរបើតលតែរកការងារធ្វើនៅក្នុងវ័យសិក្សាដើម្បីយកពិសោធន៍នឹងគឺជាជំហានដំបូងក្នុងការឆ្ពោះទៅរកការធ្វើអាជីវកម្មហើយដល់ពេលរៀនទៀតក៏ត្រូវតែរៀនបញ្ជីរៀនពាណិជ្ជកម្មវាអត់មានអីដែលថាអត់ចេះស្អីសោះហើយទៅធ្វើពាណិជ្ជកម្មធ្វើមិនកើតណាកូនធ្វើមិនកើតទេធ្វើទៅខាតភ្លាមណាធ្វើទៅខាតភ្លាមអាហ្នឹងអញ្ចឹងណាវ័នប្រែមកុំរំខានគេបើរំខានខ្ញុំប្លុកចោលចេញពី channel កុំទៅឆ្លោះជាមួយនឹងប្រិយមិត្តខ្ញុំបើឆ្លោះជាមួយខ្ញុំលើកលែងទោសឲ្យប៉ុន្តែបើស្រែកជេរគេជេរឯងនៅក្នុងកន្លែងខ្ញុំបិទ channel ខ្ញុំអត់ឲ្យឃើញនឹងវ័នប្រែម969បើនៅចិត្តខ្ញុំយកក្តោវាយក្បាលណាកុំរំខានប្រិយមិត្តខ្ញុំអូខេកុំមកជេរគ្នានៅក្នុងកន្លែងខ្ញុំប្រាប់ហើយហាមកហើយសាកមើលខ្ញុំបាត់ប៉ុសភ្លាមខ្ញុំអត់ឲ្យឃើញទេឲ្យងាប់នឹងល្ងងទៅចុះMorris ខ្ញុំសូមជម្រាបលោកតាតើលោកតាយល់យ៉ាងណាដែលចំពោះបញ្ហានយោបាយនៅកម្ពុជាដែលថ្មីឃើញមានការចាប់ខ្លួនលោកគ្រូរងឈុនអត់មានអីប្លែកចំពោះខ្ញុំទេរងឈុនគាត់រវើរវាយគាត់បំរើសំរងស៊ីដោយរវើរវាយនរណាចាប់អារម្មណ៍នឹងគាត់ធ្វើចោះខ្ញុំអត់ហាមទេតម្លៃខ្ញុំអត់ចាប់អារម្មណ៍ទេ sorry អត់ហើយខ្ញុំអត់ចាត់ទុកថាជានយោបាយអីទេណានឹងអញ្ចឹងណាលោកតាហូបត្រីសមុទ្រឆៅទេហូបកូនហូបពីមុនហូបឥឡូវអត់ទេលោកតាប្រសិនខ្ញុំចង់រកស៊ីក្នុងវ័យសិក្សាឆ្លើយហើយណាកូនណាងាកមក Facebook កម្ពុជាយើងតែងបញ្ជូនមនុស្សឲ្យទៅរៀនកន្លែងណាគេឲ្យកន្លែងរៀនច្រើនបញ្ជូនច្រើនកន្លែងណាគេឲ្យកន្លែងរៀនតិចបញ្ជូនតិចណាចា៎នេះគឺជាទំនាក់ទំនងអន្តរជាតិរបស់កម្ពុជាក្នុងការដែលទំនាក់ទំនងផ្នែកសិក្សាធិការនិងសង្គមកិច្ចអត់មានអីដែលត្រូវប្លែកទេណាអត់មានអីដែលត្រូវប្លែកទេប្រទេសយើងតូចប្រទេសណាដែលមានកៅអីសម្រាប់សិក្សាគេឲ្យអាហារូបករណ៍មកយើងតែងតែបញ្ជូនមនុស្សទៅរៀនអាហ្នឹងអញ្ចឹងណាអាហ្នឹងគឺជាចំណុចអញ្ចឹងងាកមកខាងនេះវិញម៉ារីលោកតាមានបើមានសង្សារមានសិនចាំមកសួរបើមិនទាន់មានទេសួរទៅអត់បានការទេលោកតាយល់យ៉ាងណាចំពោះយាយហ៊ុនស៊ីណាតរករឿងតអ្នកលក់លេដូចជាមិនឃើញរករឿងអីច្រើនទេណាដូចជាមិនឃើញរករឿងអីច្រើនទេណាអញ្ចឹងចៅឯងលើកមករករឿងអ្នកណាអូខេបងមុនខ្មែរក្រហមចូលតើមានអ្នកដឹងមុនថាពួកវាដេញអត់ទេគិរីរំបើសិនណាបើសិនណាជាដឹងមុនគ្រួសារខ្ញុំមិនធ្លាក់ក្នុងឋាននរកនឹងទេណាអូនេះតាយល់យ៉ាងណាចំពោះឧស្សាហកម្ម 4.0 អត់មានយល់ទេគឺជាចំនួនឧស្សាហកម្មដែលយើងត្រូវសិក្សាចៅមានសិក្សាឧស្សាហកម្ម 4.0 ទេអ្នកសួរហ្នឹងអត់ស្គាល់ឧស្សាហកម្ម 4.0 ផងអញ្ចឹងរៀនខាងគេហៅថាបដិវត្តឧស្សាហកម្មមកដល់ឧស្សាហកម្ម 4.0 ហើយនឹងបច្ចុប្បន្នណាអត់មានសួរអញ្ចឹងទេដូចសិល្បៈអញ្ចឹងវាមានចំនួនវាបើយើងចង់សិក្សាប្រវត្តិវាសិក្សាទៅអូខេណានស្រីអូន73ហើយកូនណាតែនឹងអញ្ចឹងណា
នឹងគឺជាលក្ខណៈលោកតារៀនអក្សរសាស្ត្រខ្មែរធ្វើការងារអ្វីបានខ្លះបានច្រើនតែចិញ្ចឹមជីវិតមិនរស់ទេកូនអើយពិបាកហើយណាពិបាកហើយណាគ្រីស្តាន់សៀខ្ញុំអត់ដឹងដែរណាមិនដែលយកចិត្តទុកដាក់មើលទេកូនអើយមករាឃើញព័ត៌មានផ្សាយថាក្រុមហ៊ុនអាកាសចរ Garuda មានបញ្ហាជាមួយយន្តហោះ C919 ខ្ញុំមិនដឹងឥណ្ឌូនេស៊ី Garuda ហ្នឹងមានយន្តហោះ C ខ្ញុំមិនដឹង Garuda ហ្នឹងមានយន្តហោះ C919 ហើយនៅទេនេះណាចាំខ្ញុំមើលព្រោះយន្តហោះហ្នឹងបរាជ័យ Garuda ឥណ្ឌូនេស៊ីបច្ចុប្បន្នមិនទាន់មានយន្តហោះ C919 ទេណាមិនទាន់មានយន្តហោះ C919 ទេណាកូន Garuda អត់ទាន់មានយន្តហោះហ្នឹងទេអូខេគ្រាន់តែមានព័ត៌មានដែលតាក់ទងថាឥណ្ឌូនេស៊ីចង់សាកល្បងទិញយន្តហោះ C919 សម្រាប់មុខរបរខ្លួនតែអត់ទាន់មានទេដែនអាកាសនិងពលានយន្តហោះឥណ្ឌូនេស៊ីទទួលស្គាល់ C919 អញ្ចឹងចៅឯងដឹងរឿងពីណាមកជួយប្រាប់ណាកូនអូខេណាលោកតាប្រសិនខ្ញុំទិញ MacBook Pro 2017ក្នុងតម្លៃ$160តើអាចលក់ចំណេញទេបើសិនណាជា MacBook ណាក៏ដោយដែលអត់មាន chip processor នៅខាងក្នុងគេហៅ M1 M2 3 4បើអត់មានអក្សរ M ជា CPU ទេទិញយកមកគឺសម្រាមពីព្រោះក្រុមហ៊ុន Apple បានឈប់ប្រើ Intel chip ហើយអញ្ចឹង iMac ក៏ដោយ iBook ក៏ដោយ MacBook នឹងក៏ដោយឲ្យតែវាអត់មាន processor M អក្សរ M ចាប់ពី 1 2 3 4ណាគឺទិញយកមកដូចសម្រាមអញ្ចឹងសម្រាប់កវត្តចោលអញ្ចឹងឆែកមើលតើ2017 MacBook វាប្រើ M ហ្នឹងទេបើអត់ប្រើទេ Apple លែងគ្រប់គ្រងវាហើយយកមកប្រើអត់បានទេខ្ញុំមានមួយដាក់នៅក្រោមក្រែនោះអត់ខូចទេប៉ុន្តែខ្ញុំមិនចាំថាឆ្នាំណាទេខ្ញុំទិញហ្នឹងអញ្ចឹងអត់ទេណាកូនអត់ទេមើលឲ្យត្រឹមត្រូវកាលណាគ្មាន M សេរី M ទេខួរក្បាលវានៅខាងក្នុងណាCentral Processing Unit វានៅខាងក្នុងបើវាអត់មានអក្សរ M 1 2 3 4ទេសម្រាមដូចយើងទិញសម្រាមអញ្ចឹងណាកូនណាហ្នឹងអញ្ចឹងលោកតាពៅច័ន្ទលៀបចៅកំពុងបម្រើការងារទេហ៊ានគេឲ្យសម្រាប់ក្នុងព្រៃរាល់ថ្ងៃនេះចៅចង់សិក្សាបន្តណាស់តែចៅសិក្សាមុខវិជ្ជាអ្វីទើបសមក្នុងស្ថានភាពបែបនេះមុខវិជ្ជាអីក៏សមដែរចាប់ផ្ដើមពីភាសាអង់គ្លេសមុខវិជ្ជាអីក៏សមដែរភាសាអង់គ្លេសសម្បត្តិយន្តហោះ919នឹងផលិតនៅស្រុកចិនបាទយន្តហោះនឹងបរាជ័យអត់ទាន់ជោគជ័យទេឈ្មោះថាផលិតនៅស្រុកចិនប៉ុន្តែ 87% គឺជាបន្លាស់និងគ្រឿងមកពីបរទេសគ្រាន់តែផ្គុំនៅស្រុកចិនហើយអត់ជោគជ័យទេលោកតាយល់យ៉ាងណាចំពោះកីឡាអេឡិចត្រូនិកនៅខ្មែរអត់ឆ្លើយបានអត់យល់អត់ដឹងច្បាស់តាឃើញអ្នកវិភាគបរទេសនិយាយថាត្រាំចាញ់សង្គ្រាមជាមួយអ៊ីរ៉ាន់ឃើញច្រើនដែរថាចាញ់ប្រៀបអ៊ីរ៉ាន់ចាយអាតា design លោកតា what is actually happiness in life រឿងសុភមង្គលនៅក្នុងជីវិតនេះវាអាស្រ័យទៅលើការបកស្រាយណាវាអាស្រ័យទៅលើការបកស្រាយនិងអាស្រ័យទៅលើមតិណាវាអាស្រ័យទៅលើការបកស្រាយនិងមតិរបស់មនុស្ស
ឲ្យវាពិតប្រកបថាយ៉ាងម៉េចអានឹងអាស្រ័យទៅលើការបកស្រាយតើអាចបកស្រាយឲ្យបានខ្លះតែចាំបន្តិចទៀតណាកូនណាឆ្លើយសំណួរសិនណាឆ្លើយសំណួរសិនលោកតាខ្ញុំរៀន international relations តើតាគិតយ៉ាងណាដែរមុខវិជ្ជានឹងល្អក៏ប៉ុន្តែការងារចិញ្ចឹមជីវិតបានធ្វើគ្រូធ្វើសាស្ត្រាចារ្យនិងធ្វើការនៅក្រសួងការបរទេសតែប៉ុណ្្នឹងទេ